សួស្តីទាំងអស់គ្នានៅក្នុង blog នេះនាំទាំងអស់គ្នាទៅមើលពីសកម្មភាពរបស់ខ្ញុំដែលខ្ញុំទៅចូលរួមជាមួយនឹងកម្មវិធី Media Dinner ដែលស្ថានទូតឥណ្ឌាគាត់បានរៀបចំជូនអ្នកសារព័ត៌មាននៅក្នុងស្រុកព័ត៌មានជាតិនិងព័ត៌មានអន្តរជាតិជាដើមអញ្ចឹងណាទាំងអស់គ្នាពួកអីនៅថ្ងៃហ្នឹងខ្ញុំទៅចូលរួមទៅក៏ឃើញមានអ្នកសារព័ត៌មានជាជនជាតិបរទេសដែលគាត់មកចូលរួមដែរអញ្ចឹងណាហើយកម្មវិធីហ្នឹងខ្ញុំចូលរួមបានលើកទី2ឆ្នាំមុនចូលរួមដែរហើយជីទុកដូចគ្នាហើយអស់គ្នាទៅដល់ឃើញយន្តហោះថតយន្តហោះដាក់កម្មវិធីហ្នឹងគេធ្វើឡើងក្នុងគោលបំណងក្នុងការរបៀបរឹតបន្តឹងចំណងមិត្តភាពរវាងអ្នកសារព័ត៌មានជាមួយនឹងស្ថានទូតឥណ្ឌានៅក្នុងស្រុកខ្មែរអីអញ្ចឹងជាដើមណាហើយបន្ទាប់មកទៅបើសិនជាខាងទូតគេមានព័ត៌មានអីឬក៏គេមានកម្មវិធីអីចឹងគេអញ្ជើញយើងឲ្យទៅចូលរួមឬជួយផ្សព្វផ្សាយពីគេអញ្ចឹងណាហើយអ្នកទាំងអស់គ្នាថ្ងៃហ្នឹងគឺជាថ្ងៃដែលបានញ៉ាំម្ហូបឥណ្ឌាហើយបើកម្មវិធី Ambassador គាត់ speech សិនគាត់ថ្លែងសន្ទរកថាក្នុងការស្វាគមន៍អ្នកសារព័ត៌មានហើយកន្លែងនេះដោយសារតែខ្ញុំឃើញគេរៀបបន្លែវាស្អាតពេកខ្ញុំក៏ថតលេងអញ្ចឹងហើយមានអីទាំងអស់គ្នាម្ហូបឥណ្ឌាក៏ប៉ុន្តែខ្ញុំធ្លាប់ញ៉ាំធ្លាប់អីហើយវាឆ្ងាញ់ដែរទាំងអស់គ្នាម្ហូបឥណ្ឌាជាពិសេសការីជាមួយនឹងអានំហ្នឹងគេច្រើនយើងស្គាល់ថាជាប្រភេទនំរ៉ូទីអញ្ចឹងណានេះអានំនេះប៉ុន្តែស្អីគេទេម្នាក់មួយគាត់ជនជាតិឥណ្ឌាគាត់ធ្វើការនៅទូទៅគាត់ប្រាប់ខ្ញុំដែរជាភាសាឥណ្ឌាតែខ្ញុំភ្លេចបាត់ទាំងអស់គ្នានំហ្នឹងហើយខ្ញុំចោលសោចខ្ញុំចោលសោចដល់ពេលដែរខ្ញុំឃើញអានំហ្នឹងខ្ញុំនិយាយជាមួយគាត់ខ្ញុំនិយាយអង់គ្លេសថា I like it so much ដល់ពេលហើយខ្ញុំសួរគាត់ថា what is this ដល់ពេលមិត្តភក្តិគេនាំគ្នាសោចគេនាំគ្នាសោចឡើងកាំងគេថាចាបងសាគូរ៉ារបស់ដែលខ្លួនឯងចូលចិត្តហើយអត់ដឹងថានឹងស្អីទៀតអារបៀបវាថាយើងនិយាយថា I like it so much but what is this ដល់ពេលហើយសូម្បីតែជនជាតិឥណ្ឌាហ្នឹងក៏គាត់កាំងដែរគាត់កាំងដល់ថាហើយបើចូលចិត្តមិនក៏អត់ដឹងថានឹងស្អីគេអញ្ចឹងទាំងអស់គ្នាខ្ញុំចូលមានន័យថាចេះខ្ញុំចូលមានន័យថាម៉ូឥណ្ឌាឬក៏អីចឹងពេលខ្លះយើងញ៉ាំទៅយើងចូលចិត្តប៉ុន្តែយើងវាអត់ស្គាល់ថាអាហ្នឹងឈ្មោះជាភាសាឥណ្ឌាគេហៅថាអីចឹងណាហើយខ្ញុំនិយាយហើយពេលដែលមិត្តភក្តិខ្ញុំយកអាហ្នឹងមកត្រូលខ្ញុំក៏អស់សំណោចសោកខ្លួនឯងដែរវាចោះវាថាពេលខ្លះវាដូចជាលក្ខណៈវាមិនសមអញ្ចឹងវាមិនដែរណាចូលចិត្តញ៉ាំរបស់គេចូលចិត្តអីហើយអត់ស្គាល់ថាអាហ្នឹងអីអញ្ចឹងណាប៉ុន្តែវាជាការពិតទាំងអស់គ្នាមែនណាម្ហូបឥណ្ឌាម្ហូបអីហ្នឹងគឺខ្ញុំធ្លាប់ញ៉ាំធ្លាប់អីប៉ុន្តែខ្ញុំវាអត់ស្គាល់ឈ្មោះទេខ្ញុំដឹងថាខ្ញុំចូលចិត្តហើយអាការីគេហ្នឹងដោយសារតែវាការីស្តៀងខ្មែរដែរទេបាទខ្ញុំចាំអូយទាំងអស់គ្នាឆ្នាំហ្នឹងខាងទូគាត់ជួទុកធំជាងឆ្នាំមុនដោយសារឆ្នាំមុនជួទុករៀងទូចហើយមុនពេលកម្មវិធីហ្នឹងភ្លៀងអញ្ចឹងទៅដល់ពេលឆ្នាំហ្នឹងខាងទូគាត់ជួទុកធំជាងហ្នឹងហើយទុកមានដបមានអីទៀតអញ្ចឹងណាដើម្បីស្វាគមន៍អ្នកសារព័ត៌មានយើងឲ្យរីករាយនៅថ្ងៃកម្មវិធីហ្នឹងអញ្ចឹងណាកម្មវិធីហ្នឹងអត់មានជាលក្ខណៈអីផ្លូវការអីយើងទាំងអស់គ្នាជាលក្ខណៈ freestyle អញ្ចឹងណាអ្នកសារព័ត៌មានគាត់ទៅបានភ្លក់ម្ហូបឥណ្ឌាបានអីអញ្ចឹងទៅយល់ពី culture របស់ឥណ្ឌាទៅហើយយើងក៏ជជែកគ្នាលេងហើយអ្នកខ្លះគាត់ច្រៀងក្រៅអូខេអ្នកខ្លះគាត់រាំលេងអីអញ្ចឹងជាដើមអញ្ចឹងណាទាំងអស់គ្នាភាគច្រើនស្ថានទូតស្ទើរតែទាំងអស់នៅក្នុងស្រុកខ្មែរគាត់រៀបចំកម្មវិធីនឹងឲ្យអ្នកសារព័ត៌មានទូតផ្សេងទៀតក៏គេរៀបចំលក្ខណៈបែបអញ្ចឹងដែរប៉ុន្តែអ្នកខ្លះគាត់រៀបនៅតាមរេស្តូរ៉ង់នៅតាមបន្តែនៅតាមអីជាដើមអញ្ចឹងណាពីព្រោះអីអ្នកសារព័ត៌មានគឺសំខាន់ណាស់ក្នុងការរក្សាទំនាក់ទំនងការទូតអីជាដើមហើយមួយវិញទៀតអ្នកសារព័ត៌មានគឺជាបុគ្គលម្នាក់ដែលគាត់ដើរតួនាទីក្នុងការជួយផ្សះផ្សាឬក៏នាំពាក្យឬក៏ជួយផ្សព្វផ្សាយអីអញ្ចឹងជាដើមណាតែដោយសារតែឥឡូវគឺគ្រប់គ្នាឡើងមកលើ digital អស់ហើយវាច្រើនបើសិនជានៅជំនាន់ការធ្វើកសែតវិញបងប្អូនគ្នាសប្បាយពេលយើងអានកសែតអានអីហើយនេះចប់ហើយក៏លី Ambassador មកវិញអញ្ចឹងណាកម្មវិធីប្រហែលជា2ម៉ោងជាង7 3ម៉ោងបន្ទាប់មកមួយសុកកែវហើយធីរីនាំគ្នាដើរនៅ Walk Street ដោយសារថ្ងៃហ្នឹងគឺជាថ្ងៃ weekend អញ្ចឹងណាឡើងពីទូកមកនាំគ្នាដើរលេងបន្តិចនិយាយគ្នាលេងមើលគេមើលឯងអីចឹងណាមើលទីក្រុងអីចឹងជាដើមដូចទាំងអស់គ្នាឃើញនៅក្នុងវីដេអូហ្នឹងចឹងហើយកន្លែងទៅដល់មុខវាំងឲ្យបកមកវិញ